ច្បាប់ទី48ធ្វើខ្លួនឲ្យគ្មានរូបរាងច្បាស់លាស់ក្នុងលោកដែលប្រែប្រួលដោយភីវតែអ្នកដឹងថាអ្វីទៅជារបស់ដែលរឹងមាំបំផុតវាមិនមែនជាដែកថែបដែលរឹងកំព្រឹកនោះទេប៉ុន្តែវាគឺជាទឹកអាចហូរចូលគ្រប់ទីកន្លែងទឹកគ្មានរូបរាងទេប៉ុន្តែវាអាចកំទេចបានសូម្បីតែថ្មដាដ៏រឹងមាំបំផុតផងដែរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Energy ថ្ងៃនេះយើងបានមកដល់ទីបញ្ចប់នៃដំណើរដ៏វែងឆ្ងាយរបស់យើងហើយនោះគឺច្បាប់ទី48ដែលជាច្បាប់ចុងក្រោយនិងជាកំពូលមេរៀននៃសៀវភៅ The 48 Laws of Power ច្បាប់នេះមានចំណងជើងថាធ្វើខ្លួនឲ្យគ្មានរូបរាងច្បាស់លាស់វានឹងបង្រៀនអ្នកឲ្យក្លាយទៅជាមនុស្សដែលមិនអាចត្រូវគេបង្ក្រាបបាននិងជាអ្នកយុទ្ធសាស្ត្រដែលសត្រូវមើលមិនធ្លុះតើអ្នកត្រៀមខ្លួនដើម្បីក្លាយទៅជាមនុស្សដែលបត់បែនដោយទឹកហើយឬនៅតោះទៅកាន់វគ្គបញ្ចប់នៃអត្ថកម្បាំងអំណាចទាំងអស់គ្នាចំពោះផ្នែកទី1ខ្លឹមសារស្នូលនៃច្បាប់ទី48គឺជាការឈានទៅដល់កម្រិតកំពូលនៃយុទ្ធសាស្ត្រដែលតម្រូវឲ្យអ្នកលះបង់ចោលនូវភាពរឹងត្អង់ដើម្បីទទួលបានសេរីភាពនៃអំណាច 1. ការពិតនៃភាពរឹងខំនិងភាពទន់ភ្លន់ក្នុងធម្មជាតិនិងក្នុងសង្គមអ្វីដែលរឹងពេកងាយនឹងបាក់បែកបំផុតផ្ទុយទៅវិញអ្វីដែលគ្មានរូបរាងថែដូចជាទឹកឬខ្យល់គឺមិនអាចសម្លាប់ឬកំទេចបានឡើយបញ្ហានៅពេលដែលអ្នកមានរូបរាងច្បាស់លាស់មានន័យថាអ្នកមានទម្លាប់ដែលគេស្មានត្រូវមានផែនការដែលមិនផ្លាក់ប្ដូរឬមានចរិតលក្ខណៈដែលគេងាយមើលធ្លុះអ្នកកំពុងផ្ដោគោលដៅឲ្យសត្រូវវាយប្រហារយន្តនិយាមសត្រូវអាចសិក្សាពីចំណុចខ្សោយរបស់អ្នកនិងរៀបចំផែនការកំទេចអ្នកបានយ៉ាងងាយស្រួលប៉ុន្តែបើអ្នកគ្មានរូបរាងសត្រូវនឹងមិនដឹងថាត្រូវដាក់កម្លាំងវាឆ្មោកនៅត្រង់ណាឡើយ 2. ការបត់បែនតាមកាលៈទេសៈច្បាប់ទី48បង្រៀនថាគ្មានក្បួនក្បាលណាដែលអាចប្រើបានរហូតឡើយពិភពលោកប្រែប្រួលជារៀងរាល់ថ្ងៃដូច្នេះយុទ្ធសាស្ត្ររបស់អ្នកក៏ត្រូវតែប្រែប្រួលតាមនោះដែរយុទ្ធសាស្ត្រចូលធ្វើខ្លួនឲ្យដូចជាសត្រូវចចកដែលដឹងពីរបៀបដេញតាមចំណីក្នុងព្រៃនឹកដឹងពីរបៀបលាក់ខ្លួនក្នុងរូងកុំឲ្យខ្លួនឯងជាប់ជំពាក់នឹងជោគជ័យចាស់ឡើយមេរៀនមនុស្សដែលនៅតែប្រកាន់ខ្ជាប់នៅក្បួនក្បាលចាស់ក្នុងស្ថានភាពថ្មីគឺជាមនុស្សដែលកំពុងរងចាំការបរាជ័យ 3. អំណាចនៃការមិនឲ្យគេមើលធ្លុះនៅពេលអ្នកគ្មានរូបរាងច្បាស់លាស់អ្នកកំពុងគ្រប់គ្រងចិត្តសាស្ត្ររបស់អ្នកដទៃតាមរយៈការមិនច្បាស់លាស់ប្រតិកម្មរបស់សត្រូវនឹងមានអារម្មណ៍ភ័យខ្លាចព្រោះគេមិនអាចស្មានពីជំហានបន្ទាប់របស់អ្នកភាពភ័យខ្លាចនេះនឹងធ្វើឲ្យគេសម្រេចចិត្តខុសឬចំណាយកម្លាំងការពារខ្លួននៅកន្លែងដែលមិនចាំបាច់លទ្ធផលអ្នកអាចវាយលុកពីកន្លែងដែលពួកគេមិនបានត្រៀមខ្លួននិងដកថយទៅកន្លែងដែលពួកគេមិនអាចតាមទាន់ 4. ការប្រើច្បាប់ដើម្បីបែកច្បាប់យុទ្ធសាស្ត្រដែលពូកែមិនមែនជាអ្នកដែលមិនចេះក្បួនក្បាលឡើយទេប៉ុន្តែគឺជាអ្នកដែលចេះក្បួនក្បាលច្បាស់រហូតដល់អាចបត់ប្រែឬបំផ្លាញក្បួនក្បាលទាំងនោះដើម្បីបង្កើតឱកាសថ្មីយន្តនិយាមចូលរៀនសូត្រពីគ្រប់យ៉ាងប៉ុន្តែកុំធ្វើជាទាសករនៃចំណេះដឹងណាមួយអំណាចពិតប្រាកដកើតឡើងពីការចេះច្នៃប្រឌិតនិងការមិនដើរតាមដានចាស់ដែលគេបានក្រាលទុកខ្លឹមសារស្នូលនៃច្បាប់ទី48គឺជាការយល់ថាអំណាចដែលខ្លាំងពិតប្រាកដគឺអំណាចដែលមិនអាចមើលឃើញរូបរាងឡើយចូលធ្វើខ្លួនឲ្យដូចទឹកស្ងប់ស្ងាត់នៅពេលចាំបាច់ហូរហៀរនៅពេលមានឱកាសនិងកាយសាហាយដោយទឹកជំនន់នៅពេលវាយលុកកុំឲ្យគេដឹងថាអ្នកជានរណាឲ្យពិតប្រាកដព្រោះកាលណាគេដឹងគេនឹងអាចគ្រប់គ្រងអ្នកបានចំពោះផ្នែកទី2យន្តនិយាមនៃអំណាចនៃច្បាប់ទី48គឺជាការវិភាគអំពីរបៀបដែលភាពមិនច្បាស់លាស់คล้ายទៅជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពល 1. យន្តនិយាមនៃការការពារតាមរយៈភាពទន់ភ្លន់នៅក្នុងយុទ្ធសាស្ត្រអ្វីដែលរឹងមាំនិងមានរចនាសម្ព័ន្ធច្បាស់លាស់ងាយនឹងคล้ายទៅជាគោលដៅនៃការវាយប្រហារយន្តនិយាមបើអ្នកមានទីស្នាក់ការធំមានក្បួនដង្ហែអធិការឬមានរបៀបធ្វើការដែលមិនផ្លាក់ប្ដូរស្ត្រីអាចរកចំណុចខ្សោយរបស់អ្នកឃើញយ៉ាងងាយស្រួលប៉ុន្តែបើអ្នកបំបីខ្លួនជាផ្នែកតូចៗឬផ្លាស់ប្ដូរទីតាំងនឹងយុទ្ធសាស្ត្រជានិច្ចស្ត្រីនឹងមិនដឹងថាត្រូវវាយឆ្មោកទៅលើអ្វីឡើយមេរៀនអំណាចដែលគ្មានរូបរាងគឺមិនអាចរងការខូចខាតបានឡើយព្រោះមានអ្វីដែលស្ត្រីអាចចាប់កាន់ឬកំទេចបានច្បាស់លាស់ 2. ការគ្រប់គ្រងធរណីនិងការស្មានយន្តនិយាមនេះផ្ដោតទៅលើការធ្វើឲ្យសត្រូវវង្វេងស្មារតីយន្តនិយាមមនុស្សលោកមានសភាវកិច្ចនៃការស្វែងរកលំនាំនៅពេលដែលអ្នកធ្វើសកម្មភាពដែលគ្មានលំនាំសត្រូវនឹងចំណាយពេលវេលានិងថាមពលខួរក្បាលយ៉ាងច្រើនដើម្បីព្យាយាមស្វែងយល់អំពីអ្នកផលវិបាកការចំណាយថាមពលអំពីការស្មាននឹងធ្វើឲ្យសត្រូវហត់នឿយនិងបាត់បង់ភាពជឿជាក់លើខ្លួនឯង
នៅពេលដែលពួកគេវង្វេងអ្នកអាចវាយលុកបានយ៉ាងងាយស្រួល 3. យន្តយាមនៃការវិវត្តឥតឈប់ឈរអំណាចដែលស្ថិតស្ថេរគឺជាអំណាចដែលមិនដែលកកស្ទះក្នុងទម្រង់ណាមួយឡើយយន្តយាមច្បាប់ទី48រំលឹកថាយុទ្ធសាស្ត្រដែលធ្វើឲ្យអ្នកជោគជ័យនៅថ្ងៃនេះអាចនឹងសម្លាប់អ្នកនៅថ្ងៃស្អែកប្រសិនបើអ្នកមិនព្រមប្តូរវាភាពមិនច្បាស់លាស់គឺសមត្ថភាពនៃការលុបចោលអតីតកាលដើម្បីទទួលយកបច្ចុប្បន្នភាពមេរៀនចូលរៀនសូត្រពីកំហុសរបស់អ្នកដទៃដែលជាប់ជំពាក់នឹងប្រពៃណីឬរបៀបធ្វើការចាស់គំរិចដែលលែងត្រូវនឹងកាលៈទេសៈ 4. សេរីភាពនៃការដើរតួនៅពេលអ្នកគ្មានរូបរាងច្បាស់លាស់អ្នកមានសេរីភាពក្នុងការក្លាយទៅជាអ្វីក៏បានតាមតម្រូវការយន្តយាមជួនកាលអ្នកត្រូវធ្វើជាមនុស្សចិត្តក្អកជួនកាលអ្នកត្រូវធ្វើជាមនុស្សមើងម៉ាត់ជួនកាលអ្នកត្រូវធ្វើជាអ្នកដើរតាមការមិនជាប់ជំពាក់នឹងអត្តសញ្ញាណតែមួយធ្វើឲ្យអ្នកមានភាពបត់បែនក្នុងដំណាក់ទំនងសង្គមនិងនយោបាយលទ្ធផលអ្នកដទៃមិនអាចដាក់កម្រិតឬគ្រប់គ្រងអ្នកក្នុងប្រអប់ណាមួយឡើយអ្នកគឺជាអ្នកបញ្ជាលើស្ថានភាពមិនមែនស្ថានភាពជាអ្នកបញ្ជាលើអ្នកទេយន្តយាមនៃច្បាប់ទី48គឺជាការយល់ថាភាពរឹងមាំពិតប្រាកដស្ថិតនៅសមត្ថភាពនៃការបត់បែនចូលធ្វើខ្លួនឲ្យដូចខ្យល់អ្នកអាចមានវត្តមានគ្រប់ទីកន្លែងប៉ុន្តែមិនមាននរណាម្នាក់អាចចាប់អ្នកជាប់ឡើយចូលផ្លែប្ដូររូបរាងរបស់អ្នកមុនពេលដែលសត្រូវអាចមើលធ្លុះចំពោះផ្នែកទី3យុទ្ធសាស្ត្រអនុវត្តគឺជាវិធីសាស្ត្រជាក់ស្ដែងដើម្បីបំផ្លាញខ្លួនអ្នកឲ្យទៅជាអ្នកយុទ្ធសាស្ត្រដែលបត់បែននិងមិនអាចគ្រប់គ្រងបាន 1. យុទ្ធសាស្ត្រលាបកំបាំងលំនាំនៃសកម្មភាពមនុស្សតែងតែព្យាយាមស្វែងរកទម្លាប់របស់អ្នកដើម្បីស្មានពីជំហានបន្ទាប់របស់អ្នកការអនុវត្តចូលធ្វើការផ្លាស់ប្ដូររបៀបធ្វើការរបស់អ្នកជានិច្ចប្រសិនបើកាលពីមុនអ្នកតែងតែប្រើវិធីសាស្ត្រវាយលុកចូលប្រើវិធីសាស្ត្រអត់ធ្មត់វិញម្ដងកុំឲ្យគេដឹងថាអ្នកនឹងប្រើរូបមន្តណាឲ្យសោះលទ្ធផលនៅពេលដែលអ្នកគ្មានលំនាំច្បាស់លាស់សត្រូវនឹងចំណាយកម្លាំងខួរក្បាលយ៉ាងច្រើនដើម្បីវិភាគអំពីអ្នកប៉ុន្តែពួកគេមិននឹងទទួលបានលទ្ធផលអ្វីឡើយ 2. យុទ្ធសាស្ត្រសម្រាប់ទូទៅតាមមជ្ឈដ្ឋានដូចជាទឹកដែលបដូររូបរាងទៅតាមកែវឬដបអ្នកត្រូវតែបដូរយុទ្ធសាស្ត្រទៅតាមស្ថានភាពទីផ្សារឬបរិយាកាសនយោបាយមុននឹងសម្រេចចិត្តអ្វីមួយចូលសួរខ្លួនឯងថាតើស្ថានភាពបច្ចុប្បន្នត្រូវការរូបរាងបែបណាបើស្ថានភាពតានតឹងចូលធ្វើខ្លួនឲ្យទន់ភ្លន់បើស្ថានភាពយឺតយ៉ាវចូលធ្វើខ្លួនឲ្យរហ័សលទ្ធផលការបត់បែនបានលឿនជាងសត្រូវនឹងធ្វើឲ្យអ្នកស្ថិតនៅចំណុចដែលមានប្រៀបជានិច្ច 3. យុទ្ធសាស្ត្រការដកថយជាយុទ្ធសាស្ត្រការវិតបន្តមិនមែនជាជំរឿនតែមួយឡើយជួនកាលការរលីខ្លួនឬការដកថយគឺជាការវាយប្រហារដ៏ខ្លាំងបំផុតការអនុវត្តនៅពេលសត្រូវវាលុកចំចំណុចដែលគេគិតថាអ្នកនៅទីនោះចូលដកខ្លួនឲ្យស្ងឹបបំផុតទុកឲ្យពួកគេវាយចំខ្យល់លទ្ធផលពួកគេនឹងហត់នឿយនិងបាត់បង់ទំនុកចិត្តនៅពេលពួកគេអស់កម្លាំងទើបអ្នកលេចរូបឡើងវិញដើម្បីវាយតបបកទៅវិញ 4. យុទ្ធសាស្ត្រការមិនជាប់ជំពាក់នឹងមនោគវិជ្ជាតែមួយកុំធ្វើជាមនុស្សដែលប្រកាន់ខ្ជាប់នឹងច្បាប់ទម្លាប់ចាស់គំរាលដែលលែងមានប្រសិទ្ធភាពការអនុវត្តចូលរៀនសូត្រពីគ្រប់បច្ចេកវិទ្យានិងយុទ្ធសាស្ត្រថ្មីៗប្រសិនបើក្បួនចាស់ដែលធ្លាប់ធ្វើឲ្យអ្នកឈ្នះកំពុងតែទាញអ្នកឲ្យយឺតយ៉ាវចូលក្រវ៉ាត់វាចោលភ្លាមដោយគ្មានការស្ដាយស្រណោះលទ្ធផលអ្នកនឹងក្លាយជាមនុស្សដែលវិវត្តខ្លួនជានិច្ច always evolving ដែលធ្វើឲ្យអ្នកដទៃតាមមិនទាន់គន្លឹះសម្រាប់អ្នកអនុវត្តចងចាំសម្ដីរបស់ Bruce Lee Be water my friend ចូលធ្វើខ្លួនដូចជាទឹកមិត្តសម្លាញ់បើដាក់ក្នុងពែងវាคล้ายជាពែងបើដាក់ក្នុងដបវាคล้ายជាដបទឹកអាចហូរបាននិងវាក៏អាចកំទេចបានដែរភាពគ្មានរូបរាងគឺជាអំណាចដ៏មិនអាចកំទេចបានចំពោះផ្នែកទី4មេរៀនប្រវត្តិសាស្ត្រ The History Lessons គឺជាការបង្ហាញពីរបៀបដែលមហាអំណាចនិងបុគ្គលជោគជ័យប្រើប្រាស់ភាពគ្មានរូបរាងដើម្បីយកឈ្នះលើសត្រូវដែលរឹងត្អងមេរៀនប្រវត្តិសាស្ត្រទី1សង្គ្រាមរវាងស្ប៉ាតានិងអាថែនរចនាសម្ព័ន្ធទល់នឹងភាពបត់បែននៅគ្រឿងសង្គ្រាម Peloponnesian ប្រទេសស្ប៉ាតាមានកងទ័ពជើងគោកដ៏ខ្លាំងបំផុតនិងមានរូបរាងច្បាស់លាស់គឺវីលុកចំយុទ្ធសាស្ត្ររបស់អាថែនមេតប Pericles
បានដឹងថាបើវាចំនឹងត្រូវចាញ់ដូច្នេះលោកបានប្រើយុទ្ធសាស្ត្រគ្មានរូបរាងលោកបានជំលះប្រជាជនចូលក្នុងកំពែងរួចប្រើកងទ័ពជើងទឹកវាឆ្មប់តាមឆ្នេរសមុទ្រស្ប៉ាតាកន្លែងដែលគេមិនបានត្រៀមខ្លួនរួចដកថយភ្លាមលទ្ធផលស្ប៉ាតាដែលមានរូបរាងរឹងមាំមិនដឹងថាត្រូវដេញតាមវាយអាថែននៅត្រង់ណាឡើយពួកគេបានចំណាយកម្លាំងនិងធនធានយ៉ាងមហាសាលដើម្បីវាយចំស្រមោលមេរៀនកុំតតាំងជាមួយសត្រូវចំនៅកន្លែងដែលគេខ្លាំងចូលធ្វើខ្លួនឲ្យដូចជាខ្យល់ដែលមិនអាចចាប់បានមេរៀនប្រវត្តិសាស្ត្រទី2ការដួលរលំនៃចក្រពត្តិដែលរឹងត្អងប្រវត្តិសាស្ត្របានបង្ហាញថាចក្រពត្តិដែលដួលរលំមិនមែនមកពីពួកគេទន់ខ្សោយនោះទេប៉ុន្តែមកពីពួកគេរឹងពេកកំហុសនៅពេលដែលចក្រពត្តិមួយរីកធំពួកគេតែងតែបង្កើតច្បាប់ទម្លាប់និងរចនាសម្ព័ន្ធរដ្ឋបាលដែលមិនអាចកែប្រែបានឡើយនៅពេលសត្រូវថ្មីដូចជាពួកព្រៃស័សឬកងទ័ពដែលបិទបែនមកដល់ពួកគេមិនអាចកែសម្រួលខ្លួនទាន់ពេលវេលាឡើយមេរៀនអំណាចដែលរឹងពេកនៅបាត់បង់សមត្ថភាពនៃការឆ្លើយតបទៅនឹងការប្រែប្រួលនៃពិភពលោកមេរៀនប្រវត្តិសាស្ត្រទី3អដ្ឋកម្បាំងនៃជ័យជំនះរបស់ម៉ាវសេតុងនៅក្នុងអំឡុងពេលសង្គ្រាមស៊ីវិលនៃចិនកងទ័ពរបស់ម៉ាវមានកម្លាំងតិចជាងកងទ័ពរដ្ឋបាលឆ្ងាយណាស់សកម្មភាពម៉ាវបានប្រែទ្រឹស្ដីសង្គ្រាមទ័ពព្រៃពៀគឺជាទម្រង់នៃភាពគ្មានរូបរាងលោកបាននិយាយថានៅពេលសត្រូវវាយមកយើងដកថយនៅពេលសត្រូវស៊ុបយើងរំខាននៅពេលសត្រូវហត់យើងវាយប្រហារនៅពេលសត្រូវដកថយយើងដេញតាមលទ្ធផលកងទ័ពរដ្ឋបាលដែលមានអាវុធទំនើបមិនដឹងថាត្រូវបាញ់កំភ្លើងធំទៅលើទីណាពីព្រោះសត្រូវគ្មានទីតាំងច្បាស់លាស់ទីបញ្ចប់កងទ័ពដែលគ្មានរូបរាងគឺជាអ្នកឈ្នះមេរៀនភាពតូចតាចដែលបត់បែនអាចយកឈ្នះលើភាពធំធេងដែលរឹងត្អងមេរៀនសង្ខេបពីប្រវត្តិសាស្ត្របានបញ្ជាក់ថាអ្វីដែលនៅថេរនឹងស្លាប់អ្វីដែលផ្លាស់ប្ដូរនឹងរស់ចូលរៀនសិល្បៈនៃការរលាយខ្លួនចូលទៅក្នុងកាលៈទេសៈដើម្បីឲ្យស្ត្រីមើលមិនឃើញចំណុចខ្សោយរបស់អ្នកចំពោះផ្នែកទី5បំរាមនឹងការប្រុងប្រយ័ត្ន The Warning នៃច្បាប់ទី48គឺជាការក្រើនរំលឹកថាទោះបីជាភាពបត់បែនជាអំណាចដ៏ខ្លាំងរបស់មនុស្សប៉ុន្តែការប្រែប្រាស់វាខុសរបៀបក៏អាចនាំមកនូវផលវិបាកផងដែរ1កុំបាត់បង់ស្នូលនិងគោលដៅ Loss of core ការគ្មានរូបរាងមិនមែនមានន័យថាជាមនុស្សដែលគ្មានគោលការណ៍ឬគ្មានទិសដៅនោះទេបំរាមកុំបណ្ដោយឲ្យខ្លួនឯងបត់បែនតាមគេតាមឯងរហូតដល់បាត់បង់អត្តសញ្ញាណឬភ្លេចគោលដៅធំដែលអ្នកចង់សម្រេចឡើយប្រុងប្រយ័ត្នអ្នកត្រូវតែមានស្នូលរឹងមាំខាងក្នុងគឺគោលដៅនិងតម្លៃប៉ុន្តែត្រូវមានសម្បកខាងក្រៅទន់ភ្លន់វិធីសាស្ត្រនិងការបង្ហាញចេញចូលធ្វើខ្លួនឲ្យដូចជាត្រីក្បៀដែលមានភ្នែកមើលគោលដៅច្បាស់លាស់ប៉ុន្តែរូបរាងអាចបត់បែនបានគ្រប់ស្ថានភាព2កុំប្រើភាពមិនច្បាស់លាស់តែដើម្បីគិតវាជួនកាលភាពមិនច្បាស់លាស់អាចមើលឃើញថាជាភាពមិនច្បាស់លាស់នៃសមត្ថភាពឬភាពភ័យខ្លាចបំរាមកុំប្រើភាពគ្មានរូបរាងដើម្បីគេចចេញពីការទទួលខុសត្រូវឬការសម្រេចចិត្តដែលចាំបាច់ប្រុងប្រយ័ត្នភាពគ្មានរូបរាងគួរតែជាជំរើសយុទ្ធសាស្ត្រដើម្បីយកឈ្នះមិនមែនជាខែលដើម្បីលាក់បាំងភាពអសមត្ថភាពឡើយ3គ្រោះថ្នាក់នៃការបាត់បង់ទំនុកចិត្ត The Trust Gap នៅក្នុងទំនាក់ទំនងអាជីវកម្មឬមិត្តភាពបត់បែនហួសហេតុពេកអាចធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថាមិនសុវត្ថិភាពឡើយបំរាមប្រសិនបើអ្នកបដូរពណ៌លឿនពេកឬមិនដែលមានពាក្យសន្យាពិតប្រាកដឡើយសមលយៈនឹងមិនហ៊ានសហការជាមួយអ្នកឡើយប្រុងប្រយ័ត្នអ្នកត្រូវដឹងថាពេលណាត្រូវបង្ហាញរូបរាងច្បាស់លាស់គឺភាពស្មោះត្រង់ភាពម៉ឺងម៉ាត់ដើម្បីកសាងទំនុកចិត្តនិងពេលណាត្រូវប្រើភាពគ្មានរូបរាងដើម្បីការពារខ្លួនពីសត្រូវ4កុំឲ្យភាពគ្មានរូបរាងคล้ายទៅជាភាពច្របូតច្របល់ការមិនដើរតាមក្បួនអាចនាំទៅដល់ភាពគ្មានសណ្ដាប់សណ្ដានថ្នាក់ប្រសិនបើមិនមានការគ្រប់គ្រងល្អទេបំរាមកុំបំបែករចនាសម្ព័ន្ធការងាររបស់អ្នក
រហូតដល់ក្រុមការងារវង្វេងស្មារតីនិងមិនដឹងថាត្រូវធ្វើអ្វីឡើយប្រុងប្រយ័ត្នភាពគ្មានរូបរាងគឺជាយុទ្ធសាស្ត្រសម្រាប់ខាងក្រៅគឺសត្រូវប៉ុន្តែសម្រាប់ខាងក្នុងអ្នកត្រូវតែមានសណ្ដប់សណ្ដាយនិងការសម្របសម្រួលដ៏មហិតបំផុត 5. ការដឹងថាពេលណាត្រូវរឹងមាំជីកថ្មជួនកាលភាពទន់ភ្លន់មិនអាចដោះស្រាយបញ្ហាបានឡើយបំរាមកុំប្រើភាពបត់បែននៅពេលដែលស្ថានភាពទាមទារឲ្យអ្នកបង្ហាញអំណាចដាច់ខាតឬការការពារបន្ទាយឲ្យរឹងមាំដល់ស្លាប់ប្រុងប្រយ័ត្នអ្នកយុទ្ធសាស្ត្រកំពូលដឹងពីតុលាភាពចូលធ្វើខ្លួនឲ្យដូចជាទឹកនៅពេលត្រូវវាឆ្មោបប៉ុន្តែត្រូវធ្វើខ្លួនឲ្យដូចជាទឹកកកនៅពេលត្រូវឈរជើងឲ្យជាប់មេរៀនសង្ខេបច្បាប់ទី48គឺជាសិល្បៈនៃការរស់របៀបភាពគ្មានរូបរាងគឺជាអំណាចនៃការវិវត្តជានិច្ចចូលចងចាំថានៅក្នុងពិភពលោកដែលប្រែប្រួលអ្នកដែលមិនព្រមប្ដូររូបរាងគឺជាអ្នកដែលគេកំទេចមុនគេចូលប្រើភាពបត់បែនដើម្បីការពារស្នូលនៃអំណាចរបស់អ្នកឲ្យស្ថិតស្ថេរជានិរន្តរ៍សរុបមកច្បាប់ទី48គឺជាសិល្បៈនៃការរស់របៀបនិងការវិវត្តជានិច្ចចូលធ្វើខ្លួនឲ្យគ្មានរូបរាងច្បាស់លាស់សម្រាប់សត្រូវប៉ុន្តែត្រូវមានគោលដៅរឹងមាំខាងក្នុងនៅពេលដែលអ្នកបត់បែនបានគ្រប់ស្ថានភាពគ្មាននរណាម្នាក់អាចដាក់អន្ទាក់ឬគ្រប់គ្រងអ្នកបានឡើយអបអរសាទរអ្នកបានដល់ទីបញ្ចប់នៃស៊េរីច្បាប់ទាំង48នៃអំណាចជាមួយ Channel Energy High នេះគឺជាចំណេះដឹងដ៏មានតម្លៃដែលនឹងផ្លាស់ប្ដូររបៀបដែលអ្នកមើលពិភពលោកនិងការរស់នៅប៉ុន្តែកុំទាន់ទៅណាជាកាដូសម្រាប់អ្នកដែលតាមដានតាំងពីដើមយើងនឹងមានវីដេអូពិសេសមួយដែលនឹងសង្ខេបច្បាប់ទាំង48នេះឲ្យមកនៅត្រឹមរូបមន្ត Snow Palm ចំណុចដែលអ្នកអាចយកទៅប្រើក្នុងជីវិតនិងជុំញៀងបានភ្លាមៗកុំភ្លេចចុច like subscribe និង share វីដេអូនេះដើម្បីជាកម្លាំងចិត្តដល់ពួកយើងតើក្នុងចំណោមច្បាប់ទាំង48នេះតើច្បាប់មួយណាដែលផ្លាស់ប្ដូរការគិតរបស់អ្នកខ្លាំងជាងគេបញ្ចេញមតិខាងក្រោមអរគុណសម្រាប់ការរួមដំណើរជាមួយ Channel Energy យើងនឹងជួបគ្នាក្នុងវីដេអូសង្ខេបសៀវភៅល្អៗផ្សេងទៀតក្នុងពេលឆាប់ៗនេះសូមអរគុណសូមជម្រាបលា